ការដឹកនាំប្រទេស47ឆ្នាំធ្វើឲ្យសម្ដេចតេជោស្គាល់ស្ទើរគ្រប់រសជាតិនៃបញ្ហារបស់ជាតិប្រជាជនបញ្ហាតំបន់និងអន្តរជាតិការដឹកនាំកម្ពុជារយៈពេល47ឆ្នាំរបស់សម្ដេចតេជោហ៊ុនសែនដែលបាននាំមកនូវសន្តិភាពការរួបរวมជាតិនិងការអភិវឌ្ឍដោយសពថ្ងៃគឺជាលទ្ធផលដែលបានផ្ដល់ជូនប្រជាជនទូទាំងប្រទេសហើយប្រជាជនទូទាំងប្រទេសក៏បានផ្ដល់នូវសេចក្តីទុកចិត្តនិងការគោរពស្រឡាញ់និងគាំទ្រជូនសម្ដេចនិងគណៈបកប្រជាជនចំពោះការដឹកនាំជាតិសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាយកថ្ងៃទី13ខែមករាបានបង្ហោះសារបញ្ជាក់ពីខួប41ឆ្នាំចូលកាន់តំណែងជានាយករដ្ឋមន្ត្រីដែលកាលនោះមានវ័យត្រឹមតែ32ឆ្នាំប៉ុណ្ណោះសម្ដេចតេជោបានបង្ហោះយ៉ាងដូចនេះថាស្ទើរតែភ្លេចថ្ងៃនេះគឺជាថ្ងៃលើកទី41ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ខ្ញុំគឺ14មករាឆ្នាំ1985 14មករា2026ដែលពេលនោះជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេនៅក្នុងពិភពលោកនៅក្នុងវ័យ32ឆ្នាំបន្ទាប់ពីកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសខែមករាឆ្នាំ1979នៅក្នុងវ័យ27ឆ្នាំនិងជាឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសខែមិថុនាឆ្នាំ1981នៅក្នុង29ឆ្នាំសម្ដេចតេជោគូបញ្ជាក់ថារយៈពេលបំពេញការងារនៅក្នុងរាជរដ្ឋាភិបាលរយៈពេលជាង44ឆ្នាំនិងនៅព្រឹទ្ធសភាជិត3ឆ្នាំសរុបជាង47ឆ្នាំធ្វើឲ្យសម្ដេចស្គាល់ស្ទើរគ្រប់វិជាតិនៃបញ្ហារបស់ជាតិនិងប្រជាជនក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិ